ហើយយោបងប្អូនទីបំផុតឱកាសនៃការសងសឹករបស់កីឡាករពេជ្រសង្ហៈជាមួយនឹងកីឡាករឌីមសេរុំចិត្តខិតកាន់តែគៀកទៅហើយនេះបើតាមការលើកឡើងរបស់កីឡាករពេជ្រសង្ហៈសូមស្វាគមន៍ប្រិមិត្តមកកាន់ Channel VS គុណខ្មែរបាទថ្ងៃនេះដែរ Channel យើងខ្ញុំសូមនាំប្រិមិត្តមកតាមដានស្ដាប់នៅសាច់រឿងថ្មីជាបន្តទៀតពាក់ព័ន្ធជាមួយនឹងការប្រកួតរបស់កីឡាករផានសង្ហៈឬក៏ពេជ្រសង្ហៈជាមួយនឹងកីឡាករឌីមសារុំបាទនេះបើតាមការលើកឡើងរបស់កីឡាករពេជ្រសង្ហៈខ្លួនឯងផ្ទាល់បានបង្ហើបតាក់ទងជាមួយនឹងការត្រៀមខ្លួនប្រកួតជាមួយនឹងកីឡាករឌីមសារុំគាត់ថាអាចនឹងដើមខែ2នេះហើយសម្រាប់ឱកាសនៃជំនួបសងសឹករបស់ខ្លួនជាមួយនឹងកីឡាករឌីមសារុំអាចមែនតើទៅអាចថានៅទូពតតកបាទទូតកព្រោះអីដោយសារតែបងប្រុសមុលនេះគាត់បានលើកឡើងថាគាត់អាចនឹងរៀបចំធំបាទអាចនឹងលេងធំហើយបាទជាមួយនឹងកីឡាករទាំងពីរបាទគឺកីឡាករពេជ្រសង្ហៈជាមួយនឹងកីឡាករឌីមសារុំហើយបងប្អូនធ្លាប់បានឃើញការប្រកួតរបស់ពួកគាត់កន្លងទៅដែរទេបាទចំពោះប្រវត្តិនៃការប៉ះគ្នាកន្លងមកធ្លាប់ជួបគ្នាម្ដងបាទកាលនោះគឺបានតែ4ទឹកទេបាទគឺកីឡាករឌីមសារុំត្រូវបានវាយឲ្យកីឡាករបាទវាយឲ្យកីឡាករពេជ្រសង្ហៈបាទលោកគ្រូពេទ្យបាទធ្វើការបញ្ឈប់ត្រឹមទឹកទី4បាទដែលការនោះគឺថាផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនបើអត់មានចាំអត់ផ្លេចទេគឺការនោះហើយដែលឱកាសប្រាក់ក៏ដូចជាគេថាប្រជាប្រិយភាពរបស់កីឡាករឌីមសារុំហក់ឡើងបាទហក់ឡើងកាន់តែខ្លាំងបាទហក់ឡើងកាន់តែខ្លាំងមួយកម្រិតទៅមួយកម្រិតទៀតសម្រាប់កីឡាករឌីមសារុំបន្ទាប់ពីឈ្នះកីឡាករពេជ្រសង្ហៈហើយឥឡូវនេះពេជ្រសង្ហៈបានធ្វើការប្រកាសចង់សងសឹកហើយបាទមែនតើទៅគាត់ថាកីឡាករដែលគាត់ធ្លាប់ចាញ់កន្លងទៅគឺគាត់ចង់សងសឹកជាមួយនឹងកីឡាករឌីមសារុំជាងគេបាទដោយសារអីបងប្អូនបាទដោយសារអត់អស់ចិត្តបាទនិយាយទៅអត់អស់ចិត្តបាទអត់អស់ចិត្តត្រង់ថាគ្រូពេទ្យប្រឈប់បាទគាត់ថាអត់ស្ោកស្ដាយអីទេព្រោះថាគ្រូពេទ្យប្រឈប់ទៅហើយគឺបានតែឈុំចឹងប៉ុន្តែដឹងថាគាត់ចាញ់ហើយឲ្យតែគ្រូពេទ្យប្រឈប់ប៉ុន្តែប្រសិនបើគ្រូពេទ្យឲ្យវាយនៅវាយទៀតបាទហើយគាត់ថាវាមិនជាថ្មីទេបាទកូនប្រុសបាទ10ឆ្នាំចាំសងសឹកក៏មិនអីដែរប៉ុន្តែគ្រាន់ថាឆាប់ខាងមុខនេះបាទគាត់នឹងធ្វើការប្រកួតសងសឹកជាមួយនឹងកីឡាករឌីមសារុំហើយគាត់ប្រហើបថាអាចលេងកង់ធំបាទអញ្ចឹងកង់តូចក៏បានកង់ធំក៏បានដែរសិស្សរបស់គូឆ្នើមបងប្អូនបាទអត់ចេះរើសកង់អត់ចេះកំងកង់អីអញ្ញាយទេបាទអញ្ចឹងថាពេលខ្លះគីឡូមុំកូនសិស្សរបស់លោកគ្រូពេជ្រផាន់គាត់តឲ្យទៀតបងប្អូនបាទគីឡូមុំគាត់តឲ្យបាទជិលនិយាយច្រើនបាទជិលនិយាយច្រើនតឲ្យបាទហើយអញ្ចឹងនេះគឺជារឿងរ៉ាវតាក់ទងជាមួយនឹងការប៉ះគ្នារវាងកីឡាករផានសង្ហៈជាមួយនឹងកីឡាករឌីមសារុំហើយបងប្អូនយល់ថាតើឌីមសារុំអាចនឹងសងសឹកផានសង្ហៈអាចនឹងសងសឹកជាមួយនឹងកីឡាករឌីមសារុំបានឬក៏យ៉ាងណាគណៈដែលបច្ចុប្បន្ននេះបងប្អូនឃើញណាបាទប្រជាប្រិយភាពបាទសន្ទុះនៃការគ្រប់គ្រងជាពិសេសបាទគឺកំពុងតែឡើងជើងខ្លាំងមែនទែនសម្រាប់កីឡាករផានសង្ហៈបាទថ្មីនេះទើបតែឈ្នះខ្សែក្រវ៉ាត់មួយខ្សែបាទការប្រកួតជាមួយនឹងកីឡាករបាទកូនសិស្សរបស់លោកគ្រូរីគីបាទគឺកីឡាករឡុងពិសិដ្ឋបងប្អូនបាទអញ្ចឹងមិនធម្មតាទេបាទសម្រាប់កីឡាករផានសង្ហៈឬក៏ពេជ្រសង្ហៈហើយទើបតែប្រកួតចប់បាទសម្រាប់តែមួយថ្ងៃទេឥឡូវនេះវឹកហាត់ពេញបឹបបាទវឹកហាត់ពេញបឹបហើយគាត់ថាជើងរបស់កីឡាករឡុងពិសិដ្ឋ LL ទេបាទมันជាធ្ងន់ខ្លាំងដូចការលើកឡើងរបស់បងប្អូនអ្នកគ្រប់គ្រងទេហើយគាត់ថាប្រកួតជាមួយនឹងកីឡាករឡុងពិសិដ្ឋអត់ឈឺខ្លួនទេបាទអត់ឈឺខ្លួនអញ្ចឹងបានគាត់ចូលវឹកហាត់វិញលឿនបែបនេះបងប្អូនបាទហើយការវឹកហាត់លឿនបែបនេះគឺដោយសារតែត្រៀមខ្លួនប៉ះសងសឹកជាមួយនឹងកីឡាករឌីមសារុំហើយបងប្អូនឌីមសារុំហើយអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា